nó có máy cùng ở đây ăn chơi nhỉ bà bom chắc bom thử bay nó chậm nè mà cho mắt tư một bom này nhóm mắt tư theo tôi theo mắt tư nhóm mắt kia đen cái là anh còn chơi tư có bánh không ở đây cho người ta lấy con này cho người ta lấy con thạc ca on và tha bóng ăn và hai gì khác cũng cho thạc ca thì con này chơi mãi tay bọc lưới ra mấy thằng neo này chờ lấy của anh đi ca lấy mấy thủy con con này không chơi tay bọc lưới đi chôn bóng thua này ở đâyនៅថ្ងៃទី16ខែកក្កដាឆ្នាំ2026នេះយោងតាមគណនី Facebook មួយដែលមានឈ្មោះថាមេងឆាយ B បានសរសេរនៅខ្លឹមសារជាច្រើនរួមទាំងคลิปវីដេអូផងដែរដោយអះអាងពីការអនុវត្តច្បាប់មិនត្រឹមត្រូវរបស់សមាជិកនៃនាយកដ្ឋាននគរបាលទេសចរតែម្ដងគណនី Facebook មួយនេះបានសរសេរថាយើងខ្ញុំទាំងពីរនាក់សូមឲ្យបងប្អូនទាំងអស់គ្នានិងថ្នាក់ដឹកនាំគ្រប់លក្ខណៈមេត្តាជួយរកយុត្តិធម៌ផងខ្ញុំបាទឈ្មោះ B មេឆាយនិងឈ្មោះហួតសិទ្ធិរាជសូមចេញនៅคลิปវីដេអូមួយនេះដើម្បីឲ្យបងប្អូនអស់គ្នាដែលប្រើប្រាស់បណ្ដាញសង្គមនិងថ្នាក់ដឹកនាំគ្រប់លក្ខណៈមេត្តាជួយរកយុត្តិធម៌ដល់ពួកយើងខ្ញុំទាំងពីរនាក់ផងព្រោះតែការអនុវត្តច្បាប់ទាំងបំពេញពីសំណាក់សមាជិកមួយក្រុមនៃនាយកដ្ឋាននគរបាលទេសចរបានចោះមកចាប់ខាត់ខ្លួនយើងខ្ញុំទាំងបំពេញច្បាប់យកទៅសួរចម្លើយទាំងគ្មានដីកាអ្វីទាំងអស់នឹងបានសម្លុតគម្រាមកំហែងគ្រប់រូបភាពនិងបង្ខំឲ្យឈ្មោះហួតសិទ្ធិរាជបាញ់លុយចំនួន$50,500អាមេរិកទាំងដែលលុយនេះជារបស់មេយើងខ្ញុំព្រមទាំងឃុំឃាំងនិងបង្ខាំងយើងខ្ញុំដែលខុសច្បាប់ដែលសកម្មភាពនេះយើងខ្ញុំយល់ឃើញថាគឺជាការចាប់ខាត់ខ្លួនសួរយកចម្លើយដោយខុសច្បាប់ការចាប់ឃុំឃាំងនិងបង្ខាំងមនុស្សដោយខុសច្បាប់ពីសំណាក់នគរបាលទេសចរជាសមត្ថកិច្ចរយៈពេល2ថ្ងៃនឹងការចាប់ចម្រិតយកប្រាក់ដោយការគម្រាមកំហែងតាមគ្រប់មធ្យោបាយប្រៀបដូចចាប់ប្លន់គណនី Facebook ដដែលបានសរសេរថាយើងខ្ញុំទាំងពីរនាក់សូមបញ្ជាក់ថាសមាជិកនៃនាយកដ្ឋានទេសចរមួយក្រុមបានចោះចាប់សួរយកចម្លើយដោយខុសច្បាប់ចាប់ចម្រិតបង្ខំឲ្យបាញ់លុយ$50,000និងចាប់ឃុំឃាំងខ្លួនយើងខ្ញុំឈ្មោះ B មេឆាយនិងឈ្មោះហួតសិទ្ធិរាជដោយខុសច្បាប់ទាំងដែលគ្មានដីកាកោះហៅពីអាជ្ញាធរឬដីកាបញ្ជាចូលខ្លួនរបស់ព្រះរាជអាជ្ញាចំនួន2ថ្ងៃជាប់គ្នាកាលពីថ្ងៃទី14និងទី15ខែកក្កដាឆ្នាំ2026យើងខ្ញុំទាំងពីរនាក់សុទ្ធតែនិយាយការពិតនិងហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ដែលសកម្មភាពរបស់សមាជិកនៃនាយកដ្ឋាននគរបាលទេសចរបានតាំងខ្លួនជានគរបាលព្រំប្រទានតាមចាប់យើងខ្ញុំដែលខុសច្បាប់ប្រៀបដូចអ ுக ្រិតជនគណនី Facebook មួយនេះបានសំណូមពរឲ្យបងប្អូនគ្នាមេត្តាជួយ share វីដេអូមួយនេះឲ្យបានដឹងដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអតីមេត្តាជួយរកយុត្តិធម៌ដល់យើងខ្ញុំទាំងពីរនាក់ផងក្នុងនាមជាពលរដ្ឋស្មោះត្រង់សូមបងប្អូនគ្នាស្ដាប់ការលើកឡើងរបស់លោក B មេឆាយនិងឈ្មោះហួតសិទ្ធិរាជទាំងអស់គ្នាបងសូមជំរាបសួរខ្ញុំឈ្មោះមេងឆាយដែលដូចជួបសាច់រឿងដូចរាជដែរគឺខ្ញុំរងភាពអយុត្តិធម៌ដោយមានអារម្មណ៍ថាជាការបំពានពីអាជ្ញាធរដែលគាត់មានសមត្ថកិច្ចព្រោះដោយសារថ្ងៃដែលរាជកើតហេតុហើយហ្នឹងគឺព្រឹកស្អែកឡើងថ្ងៃ14ពេលថ្ងៃត្រង់ខ្ញុំក៏បានចេញទៅកន្លែងដែលដឹងថាខាងសមាជិកខាងយុទ្ធដ្ឋានទេសចរហ្នឹងចាប់រាជតែនៅពេលនោះគឺខ្ញុំអត់ដឹងថាតើសមាជិកគឺគាត់ជាសមាជិកខាងណានៅណាគ្រាន់តែដឹងថាគឺនៅអគ្គស្នងការនគរបាលជាតិនៅក្បាលខ្នល់អញ្ចឹងហើយក៏ខ្ញុំទៅទីនោះទៅដើម្បីយកកាមេរ៉ាមើលសកម្មភាពថ្ងៃដែលកើតហេតុរបស់រាជហើយនៅពេលដែលកំពុងយកហ្នឹងជាមួយមានបងម្នាក់ស្គាល់ហ្នឹងគាត់ទៅជាមួយហើយអញ្ចឹងនៅពេលដែលភ្លាមហ្នឹងមួយផ្លែតហ្នឹងប្រហែលជាម៉ោង1ជាងហ្នឹងក៏ខាងសមាជិកហ្នឹងគេមកសួរឈ្មោះខ្ញុំដើម្បីថាមានដើមបណ្ដឹងគេប្តឹងមានបទល្មើសជាក់ស្ដែងកើតឡើងត្រូវការហៅខ្ញុំទៅសាកសួរពេលនោះក៏ខ្ញុំមានបងម្នាក់គាត់នៅហ្នឹងក៏គាត់ជួយថតវីដេអូឲ្យឃើញថាសមាជិកគាត់មកខ្ញុំសួររលិខិតមានដីកាកោះហៅអីឲ្យខ្ញុំទៅសារខ្ញុំភ្លឺតាក់ទងនឹងរឿងហ្នឹងអត់គឺសមាជិកគាត់ឆ្លើយមកវិញថាគឺជាបទល្មើសជាក់ស្ដែងអត់មានគឺបទល្មើសជាក់ស្ដែងហើយមានដើមបណ្ដឹងគាត់មកជាមួយគាត់មកច្អល់ភ្លាមអញ្ចឹងត្រូវនាំទៅសាកសួរភ្លាមស្រាយភ្លឺភ្លាមអញ្ចឹងតែខាងសមាជិកនោះគឺគាត់មានឡានសារ៉ែនមានអីមកប៉ុន្តែតាក់ទងជាមួយនឹងអាយសន្តានគាត់ក៏មានអ្នកខ្លះគាត់ពាក់អាយសន្តានអ្នកខ្លះទៅក៏ជាពាក់អាយសន្តានស៊ីវិលធម្មតាអញ្ចឹងខ្ញុំក៏រើបន្តិចថា
nơi nè ai cái xa ai chẳng có hai nhóm mấy chẳng tới nhóm có miền rơ luôn mà tích đai hay sang ta ao đặt đai cọt vay khăn nhóm tiệt của đời ra cọt mà chạp nắng cọt mau hay cọt mình phải bị chạp thế cứ cọt hay thật từ sai vòng lư chẳng có đạp trong khói có nhom từ một cọt tới nhom làng từ chân làng tới có xu cọt tam lư tới cứ cọt thay cọt mau pì khang ví dụ than tê chó này kẹt non can nó có ba chiết chẳng là p đã thưa đầm nào tới đo nóng cứ nơi tam lấy cứ cái ở đâu dương can tu sạp tế hay p đã tới đo cả lại nắng có cái đọ tu sạp trong tranh đá hỏi nom nhom châu tới không tục nị tệ vị thí đầm bay xạ xùa nằng sai vòng lư nằng hay chẳng p đã châu tới đo tục nắng có nhom thời ca rong trăm kê mà flat hay tu sạp nắng kia vô tới can tục hỏi cái ở đâu nhom tế đo p kê châu mau xu nom pì hướng bọc nhom nắng cái còn đập hẹp tháp cứ miên piệp ở đằng mua nhom nơi cái lại nè có bàn tay nó p đã cái ban do piệp ở đằng nâng máu hẹp nhom nó cứ piệp ở đằng nâng vì chỉ piệp ở đằng mũi đài chỉ ai cả xa và chạy tha chỉ piệp quan hướng đôi chỉ hướng tắc bạc riêng pro một toàn đài vì mình này chỉ riêng tẹt tôn chỉ mùi nâng kịch tha ta chỉ mà cách bọc hàng ví dụ than tê trò chẳng hai tuổi nhom kịch tha ta piệp quan nâng hướng ấy kì bàn tay vậy đại đằng nó cứ riêng đại ban khai lao nó cứ bánh hai đại ban khai lao nó cứ chỉ tùm nó rồi riêng cru xa bọc quát rồi riêng cái pro nâng cái sấy rồi để đại ban phẹp chân tha miên mê giấy miên mê phỏ chẳng hai còn miên tùm nó trong cru xa hay chẳng ba chỉ chặt phụ nhom chỉ bọc lập hay phụ nhom còn ta chỉ nhẹ thưa ca tha nhom khang này thì đánh một thốt rồi còn này cái nhẹ này cho cái tha nhom can lôi du tham lôi nơi tina tại tôi nâng lôi đại mê giấy hay nâng mê phỏ còn miên bánh hai cho một kia bàn tay vậy đại nhom trong bạch chuyện nó cứ tha tá nhom ọt đăng tế thật ta nị tệ thi này bỏ sầm mặt cách thật ta còn để dùng cái than thể cho con miên sắt không ca đặt sai vì viết rồi có sai bằng lư từ lư hướng vẽ con đang tập bạc rồi có vì viết là chỉ vì viết cái tha pro một ton rồi có rồi về ni xem tiết tại bài chỉ khang để dùng cái than nó còn chỉ nè màu chặt nhom tử hai khối máu nó p là ban xạ xua nhóm nắng có cái ban đọ tù sạp nhóm do máu miên cặp tra lịch code password từ này kia lịch code password tù sạp mà chỉ luôn tục nơi lư cả đá nâng đài vừa chỉ cầm lọt hệt nông ca su nòm xem tiệt hay đập pe su nòm nhom chọc tới mà dạ tới màu tung và hai chị ai buôn rồi có bay chật buôn nắng quạt có châu màu tranh châu pi bảy đòn su nòm chạy tôn là hướng lôi nâng phong hướng pe clack quạt có su nòm chạy tôn là hướng mê sấy mê phò từ nẹt từ nong nẹt đi nẹt nu về chân tay hướng to luôn clack hướng krom hôn clack tai pi bản đắng nắng cứ chỉ pi bản đắng đá tranh bị krom hôn hay krom hôn có ban tranh lịch khậtประจอบปีเกิดยมกาปีไงมวยใครกะกระดาปีปอนไปบ่มวยคือมนไงการไทยติดไงเด็กเกจับยมนั่นคือไงดับบุญใครกะกระดาในเวลีเมาตรงไปให้เจ้าเมามวยไงตรังจังในปีนู้คือดอกปีในดอกไหลสมัดกันนั่นคือประตอบมาเว้นกดเจนโจก็บานดอลเมย์ก็โจมาปรับเว้นท่าบองชายเท้าย่อยอยู่ในดับเมียนจัวเปียปอนไอเตจังเท้าก็เอายมนั่งเฟื่อกำนัดไฮด์ดัดมีได้ท่าเมียนกำนัดไฮด์มวยเฟื่อท่าบานซูนอมท่ายมบานสายของปลื้มให้คือสายเรื่องนั่งอัดจัวเปียปอนหนึ่งยมเต้ให้ยมดัดมีได้สิ่งนี้ให้ก็เอายมมาเว้นเมาตั้งแต่ปียมเต้ยมอัดดังท่าตาในเตวิธีนั่งการในพิธีกิจหรือก่อตำรวจเขาเตยหรือเปล่าในยุคทางเตชอนั่งสมัยบอกกับโดยจีขยมโดยจีการทัวนั่งวิโดยจีมีนเพียบบ่มเปลี่ยนให้หนังรองทัวร์ขยมวิโดเพียบอายุติดท่อให้สมบัยแต่ยมจันมาดาไงนั่งก็รำขยมวิในแต่ดัดจวบท่าให้ไอ้มีนเหี่ยวไอ้บ้านจีเกจับบอกกับเพียมแต่งในบอกกับนักบ้านไปจับพิธีกิจให้เอาให้ไปเดี๋ยวไปจับพิธีกิจก็ยมมีนลิขิตมวยยมมีนทัวร์ลิขิตลอยตอบตัววิ่งเดี๋ยวต้องในการไปจับพิธีกิจนั่งได้บรรทัดไปเดี๋ยวยมโจไอ้กระซานนั่งแต่ด้ข้างบอกกับกอดข้าง HR ไอ้ก็กอดอัดบานตัวสัญญาตัวอะไรได้ไอ้กระซานนั้นให้ขอยมาเทียบบ้านเราไงดับใบดับบุญนักบ้านเมียนหึงผู้ยมได้รองเพียบจุดทอนี่จังให้ยมก็สนมโป้เอาไอ้ดำข้างรอนไตรกระทรวงฮักไตสมไอ้ดำช่วยเป็นดัดมือท่าตาแก่ทือมาเลือกผู้ยมแต่ปีนี้นี่ท่าตาสมัติกิจของการจับผู้ยมเพลียมนั้นท่าตานี่คือจีการเมียนเพียรกิจปัจจุบันตุ่มโนเขาไตรหรือบ่มนไตรเมียนได้สมัติกิจแมนหรือก็มันแมนยมสมสนมโป้ท่าตาบัดสันจิมเมียนเรื่องการล้างสมัยผู้ยมปีนี้นั่งแบบนั่งท่าตาเมียนเนี่ยนาเซนเทียบได้หนึ่งแกะบอลเรื่องแบบนี้แต่จังสมเอาไอ้ดำช่วยดัดสายช่วยสายของพลื้เรื่องนั่งสมัยผู้ยมได้จีเนี่ยบกหลักทอมาได้อัดดังท่าตาในเตวิธีในการดัดสายระบบสมัติกิจในจุดทานมวยก่อนเมียนทุนในตียังไม่ได้สมอคุณจุดเริ่มสู้บองโปนแต่ก็เนี่ยเล่นตามบันไดสังคมขยมบ้านชั่วโมงสุดที่นี้ใครได้ขยมเมียนเรื่องอายุทอมวยเดือดจังอ้อยบองบ้านดังลือนองถนัดนอมแต่ก็เนี่ยอ้อยบ้านจุดเริ่มเรื่องทางขยมรุ่นนักดอยพี่เพย์คลายพี่อายุติดท่อจมูกดังเรื่องเอาไว้จีบเซ็งเดือดเฟื่อขยมบักสะบัดแหน่แตนเดือดเรื่องการลองลึกมันเลือกขยมจังขยมส้มจุดนองโป้ดอกบองส้มโจตัวสตาร์เรื่องจำแต่ก็เนี่ยจีตำบงในทางที่ดอกใบกะดาฉะนั้นปีปอนอภัยประมวยเราเสียงเมาเราให้เชียร์ปรามแต่ปรามกันแหละแต่ขยมบ้านนี้ผิดๆซ่าจมูกทำไมใส่บอกขยมเนื้อไอมาดมเป็นไอเกลีเนื้อกราวเซลคาถ้าเดี๋ยวเชียร์อาทานมวย
បាទក្នុងពេលភ្លាមហ្នឹងដែរមានបបសមត្ថកិច្ចគាត់ចុះមកចាប់ខ្ញុំយកទៅតែម្ដងគាត់មិនប្រាប់ពីមូលហេតុថាអ្វីចាប់ខ្ញុំទៅដោយរបៀបណាគាត់ចាប់ខ្ញុំទៅតែម្ដងមិនសួរអ្វីទាំងអស់ហើយសមាជិកបានបញ្ជូនខ្ញុំទៅនាយកដ្ឋានទេសចររឿងរ៉ាវចាប់ផ្ដើមសួរនៅពេលដែលទៅដល់កន្លែងកើតហេតុគឺកន្លែងផ្ទាល់ពួកគាត់បានសួរខ្ញុំរឿងជាច្រើនពាក់ព័ន្ធជាមួយនឹងរឿងដែលម្ចាស់ដើមពីបណ្ដឹងបានដឹងមកលើខ្ញុំអ្វីដែលខ្ញុំបានដឹងមកគឺម្ចាស់ដើមបណ្ដឹងដែលមានឈ្មោះលោកលឹមជាងស្រុងជាមួយនឹងលឹមហុកជាងពីរអ្នកគាត់គឺជាម្ចាស់ដើមបណ្ដឹងដែលបានដឹងមកលើខ្ញុំពីបទទាញប្រវាញ់លុយក្រុមហ៊ុនដែលក្រុមហ៊ុននោះគឺមានឈ្មោះអ្នកស្រីសុកគីមអ្នកស្រីសុកគីមគឺជាមេស្រីរបស់ខ្ញុំដំណើរដើមតងគឺពួកគាត់សួរខ្ញុំថាខ្ញុំធ្វើការនៅណាបច្ចុប្បន្នធ្វើការបានប្រហែលខែស្គាល់គាត់បានប្រហែលខែហើយបន្តទៅជារឿយៗក៏គាត់ចាប់ផ្ដើមសង្កត់ខ្ញុំទៅលើខ្ញុំអត់និយាយការពិតប្រាប់គាត់ថាពាក់ព័ន្ធជាមួយនឹងលុយដោយសារខ្ញុំគឺជាមនុស្សមួយផ្នែកនៅក្នុងការបន្លំលុយក្រុមហ៊ុនប៉ុន្តែទាំងតែលុយហ្នឹងគឺជាលុយរបស់មេស្រីរបស់ខ្ញុំអ្វីដែលសំខាន់គឺគាត់ជាអ្នកឲ្យខ្ញុំទុកឲ្យគាត់ក្នុងមួយរយៈនិយាយតទៅបន្តគាត់ក៏បានគំរាមកំហែងទៅលើលុយថាលុយហ្នឹងបានមកពីណាហើយអូនប្រាក់ខែប៉ុណ្នេះហើយអ្វីបានជាអូនមានសមត្ថភាពមានលុយតែប៉ុណ្ណឹងអញ្ចឹងខ្ញុំប្រាប់គាត់បន្តប្រតិកន្លះនេះជាមួយនឹងរឿងថាលុយហ្នឹងជាលុយរបស់មេស្រីខ្ញុំគាត់បានមកពីណាខ្ញុំក៏ដឹងដែរតែខ្ញុំគឺទទួលលុយគាត់បាទបន្តទៀតមកគាត់ក៏បានលើកឡើងថាខ្ញុំអត់សហការផ្ដល់ព័ត៌មានឲ្យគាត់ទៅលើរឿងលុយចំនួនប៉ុណ្ណឹង$50,000គាត់បានឆែកក្នុងកងធនាគាររបស់ខ្ញុំ$55,000ដែលជាសាច់ប្រាក់សរុបទាំងអស់ហើយក៏ដូចនឹងអ្វីដែរពីបណ្ដឹងដែលគាត់បានបណ្ដឹងមកដែរគឺទឹកប្រាក់ចំនួន$7 លាននៅពេលដែលខ្ញុំនិយាយប្រាប់គាត់ថាអ្វីដែលខ្ញុំបានដឹងប្រាប់គាត់នៅអ្វីដែរខ្ញុំបានផ្ដល់គាត់អស់ហើយប៉ុន្តែគាត់នៅអំណាងថាខ្ញុំមិនសហការជាមួយគាត់នៅចង់បានចម្លើយអ្វីមួយដែរគាត់ថាខ្ញុំអាចនឹងឆ្លើយបានអញ្ចឹងគាត់គំរាមកំហែងខ្ញុំគាត់និយាយខ្លាំងដាក់ខ្ញុំនិយាយដែលមិនគួរនិយាយរឿងដែលមិនគប្បីរឿងដែលឡើងសំឡេងគាត់លន់មកថាបើបងអូនមិនសហការជាមួយបងទេអូននឹងជាប់គុក20ឆ្នាំខ្ញុំលើបែបនេះហើយខ្ញុំមានអារម្មណ៍តក់ស្លុតណាស់ខ្ញុំរងនៅសម្ពាធនៅអ្វីជាច្រើនដែលគាត់បាននិយាយឬគាត់បានគំរាមដាក់ខ្ញុំតែខ្ញុំមិនដឹងអ្វីទាំងអស់ខ្ញុំបានតាមតែកាន់លុយបន្តទៀតគាត់ក៏បានសួរប្រតិកលាគ្នារឿងជាមួយនឹងលុយនឹងឯងថាលុយនឹងពាក់ព័ន្ធជាមួយនឹងណាគេខ្លះបើលុយនឹងអូនមាន$50,000 5,000តើអ្នកផ្សេងមានលុយបន្តទៅណាគេខ្លះខ្ញុំថាខ្ញុំដឹងតែខ្ញុំទេអ្នកផ្សេងគឺជារឿងអ្នកផ្សេងខ្ញុំដឹងតែប៉ុណ្្នឹងជារឿងរបស់ខ្ញុំទេខ្ញុំមិនដឹងថាគេមានលុយប៉ុន្មានទៀតបន្តទៅទៀតមិនដឹងទេប៉ុន្តែខ្ញុំដឹងថាមេខ្ញុំផ្ដល់ឲ្យខ្ញុំថាចំនួនទឹកប្រាក់ប៉ុណ្ណឹងផ្ញើគាត់ក្នុងរយៈពេលខ្លីសួរបន្តទៅជារឿយៗក៏ខ្ញុំដល់ដំណាក់កាលថាអារម្មណ៍ផ្លូវចិត្តខ្ញុំទប់លែងជាប់ដែលគាត់សួរមកខ្ញុំលែងចង់ឆ្លើយរងនៅសម្ពាធការដាក់សម្ពាធជាខ្លាំងការនិយាយដល់គំរោះកំរឿយខ្ញុំជាក្មេងម្នាក់នៅក្នុងចំណោមប៉ូលីសជាច្រើនអ្នក7-8អ្នកនៅក្នុងបន្ទប់ហ្នឹងសួរខ្ញុំចោទខ្ញុំនិយាយរឿងដែលខ្ញុំមិនដឹងសួររឿងដែលខ្ញុំគិតថាខ្ញុំដឹងខ្ញុំផ្ដល់ព័ត៌មានខ្ញុំសហការជាមួយគាត់ដើម្បីឲ្យខ្ញុំដឹងប៉ុន្តែគាត់និយាយពាក្យតែបង្ខូចខ្ញុំថាខ្ញុំមិនសហការជាមួយគាត់ថាលុយខ្ញុំដែលខ្ញុំកាន់គឺជាលុយមិនល្អដែលពាក់ព័ន្ធជាមួយនឹងលុយ$2 លានដែលគេមកចាប់ដើមមិនដឹងបានដឹងរីឯប្រកឡើងវិញគាត់បាននិយាយបន្តទៀតជាមួយនឹងម្ចាស់ពីបណ្ដឹង5ពីបណ្ដឹងគាត់ថាគាត់នឹងនិយាយចរចាជាមួយគ្នាថាគាត់នឹងចង់មានពាក្យអ្វីពីពេចបន្ថែមដើម្បីសម្របសម្រួលទៅលើខ្ញុំបាទព្រោះខ្ញុំថាខ្ញុំមិនពាក់ព័ន្ធនឹងលុយកេងប្រវ័ញ្ចក្រុមហ៊ុនទេគឺខ្ញុំកាន់កូនចំហទៅតែគឺផ្ញើលុយរបស់មេខ្ញុំគាត់ក៏ឲ្យខ្ញុំសរសេរបិទមេដៃទៅលើការដោះពាក្យបណ្ដឹងរបស់ម្ចាស់ដើមបិទមេដៃសញ្ញេហើយគាត់ឲ្យខ្ញុំដកលុយដែលជានៅលុយក្នុងកុំរបស់ខ្ញុំគឺជាលុយរបស់មេស្រីខ្ញុំទឹកប្រាក់ចំនួន$55,000នេះកំឡុងពេលដែលពិភាក្សាគាត់និយាយបង្ខំខ្ញុំខ្លាំងមែនតើទៅលើរឿងលុយនេះថាត្រូវតែដកចេញឲ្យបានថាលុយនេះគឺជាលុយរបស់គេមិនមែនលុយរបស់មេស្រីរបស់អូនទេហើយអ្វីអូនចង់ពាក់ព័ន្ធគាត់បង្ខំខ្ញុំដល់ចំណុចមួយដែលខ្ញុំត្រូវសរសេរនៅលើនឹងបិទមេដៃនៅលើកិច្ចព្រមព្រៀងនោះដោយសន្តិវិធីបែបតែគាត់និយាយអញ្ចឹងខ្ញុំភ័យណាស់គាត់ប្រើពាក្យមិនល្អគាត់និយាយគំរោះគំរើដាក់ខ្ញុំទទួលយកមិនបានទេដល់ចំណុចមួយដែលថាខ្ញុំពួកគាត់ទាំងអស់គ្នាខ្ញុំប្រចាំច្បាស់ទេថានៅពេលដែលទៅដកលុយធនាគារនោះប្រហែលនេះប៉ុន្តែអាចជា2 ទៅ 3 ឡានប៉ូលីសដែលចោះទៅជាមួយខ្ញុំគឺគាត់ពាក់កៅអៅ server ធម្មតាទេ3នាក់បូករួមជាមួយខ្ញុំគឺ4នាក់គាត់ចុះទៅកន្ទប់ VIP នៅទីតាំង Asilida សាខាកាមេដែលជាការិយាល័យធំបាទនៅទីនោះនៅពេលដែលភ្លាមនឹងដែរគាត់បានកក់កន្ទប់ VIP កន្ទប់ VIP គឺចូលទៅដកលុយទាំងស្រុងតែម្ដងគាត់មានភ្នាក់ងារដែលតាក់ទងទៅដើម្បីដកលុយនឹងស្រាប់ជាស្រាប់
ចឹងចាយពេលរយៈពេលមិនយូរទេ10 ទៅ 15 នាទីគឺលុយហ្នឹងគឺរៀបចំរួចរាល់ខ្ញុំភ័យខ្ញុំ slot ខ្ញុំមិនអាចធ្វើអីខ្ញុំអត់ហ៊ាននិយាយអីទាំងអស់ខ្ញុំចង់តតាំងជាមួយគាត់ប៉ុន្តែខ្ញុំភ័យរឿងការប្រមាថការដាក់ខ្ញុំចូលគុករយៈពេល20ឆ្នាំខ្ញុំធ្វើតាមអ្វីដែលគាត់និយាយបន្តទៅតទៀតគឺលុយហ្នឹងបានទៅដល់អគ្គនាយកវិញនៅកន្លែងទេសចរបាទនាយកដ្ឋានទេសចរនៅពេលហ្នឹងគឺខ្ញុំអង្គុយរងចាំរហូតរកចម្លើយជារឿយៗគាត់និយាយពាក់ព័ន្ធជាមួយនឹងមេស្រីខ្ញុំពាក់ព័ន្ធជាមួយនឹងរឿងអ្វីដែលខ្ញុំមិនយល់ខ្ញុំមិនដឹងខ្ញុំអាចឆ្លើយបានបន្តប្រហែលជា2 ទៅ 3 ម៉ោងក៏ម្ចាស់ដើមម្ដងគាត់មកដល់បានសរសេរចុះកំប្រងព្រៀងប្រមានដៃជាមួយនឹងហត្ថលេខារបស់គាត់ផ្ទាល់ជាមួយនឹងខ្ញុំដែលមានរូបជាក់វីដេអូបង្ហាញហើយនឹងម្ចាស់បងសមាជិកក្នុងនឹងចូលរួមដែរបន្តមកទៀតខ្ញុំក៏បានដំណឹងមកថានៅពេលដែលអូនធ្វើបែបហ្នឹងហើយអូនគេដោះលែងចេញទៅវិញលេងពាក់ព័ន្ធគ្នាទៀតហើយខ្ញុំមិនចង់មានបញ្ហាអីទេខ្ញុំគឺចង់បានទីយុត្តិធម៌ដែលឲ្យខ្ញុំឃុំខ្លួនរយៈពេល24ម៉ោងនៅនាយកដ្ឋានទេសចរនោះហើយអ្វីដែលសំខាន់គឺខ្ញុំចង់បានអំពាវនាវដល់ថ្នាក់ដឹកនាំទាំងអស់ឬខ្ញុំផ្ទាល់មិនដឹងរឿងអ្វីសូមបងបាទក្នុងតាមបណ្ដាញសង្គមនិងថ្នាក់ដឹកនាំទាំងអស់ឲ្យបានជ្រាបថាខ្ញុំចង់បញ្ចេញមតិនិងយោបល់របស់ខ្ញុំដែលខ្ញុំបានទទួលរងនៅរឿងអយុត្តិធម៌បែបនេះខ្ញុំមិនសប្បាយចិត្តខ្ញុំនៅតែផ្ទះខ្ញុំមិនអាចចេញទៅណាបានបន្ទាប់ពីកើតហេតុមកខ្ញុំរងភ័យខ្លាចខ្លាំងណាស់ខ្ញុំបាក់ស្បាតខ្ញុំមិនហ៊ានទៅណាមិនហ៊ានសម្រេចទៅដល់ទ្វារផ្ទះចេញសូមបងបាទជួយផ្ដល់មតិមួយនេះពាក់ព័ន្ធទៅនឹងការបង្ហោះតាមបណ្ដាញសង្គមរបស់បងប្អូនប្រជាពលរដ្ឋទាំងពីរនាក់នេះអង្គភាពសារព័ត៌មានកម្ពុជាឈ្នះនៅថ្ងៃទី16 ខែកក្កដាឆ្នាំ2026បានទំនាក់ទំនងទៅលោកឧត្តមស្នេហ៍ឯករុនរតន៍វាសនាប្រធាននាយកដ្ឋាននគរបាលទេសចរនៃអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីសុំធ្វើការបំភ្លឺប៉ុន្តែលោកបានបញ្ជាក់ថាលោកកំពុងតែជាប់ប្រជុំអង្គភាពសារព័ត៌មានកម្ពុជាឈ្នះក៏បានបន្តឆាតតាមប្រព័ន្ធ Telegram ទៅលោកឧត្តមស្នេហ៍ឯករុនរតន៍វាសនាផងដែរដើម្បីសុំការបញ្ជាអំពីបញ្ហានេះប៉ុន្តែលោកមិនបានចូលមើលនោះទេអនុវត្តតាមវិជាសារព័ត៌មានអង្គភាពសារព័ត៌មានកម្ពុជាឈ្នះនឹងរងចាំការបំភ្លឺគ្រប់ពេលវេលាពីសំណាក់ភាគីពាក់ព័ន្ធស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន